ទួនេទីរបស់កូនដែលពពុទ្ធទ្រង់សម្ដែងទុកនៅក្នុងសេកេលេកៈសូត្រថាភតោនេសង្ភរសាមិម៉ែឪរស់នៅពីដើមគាត់ធ្លាប់ចិញ្ចឹមកូនឥឡូវដល់ពេលគាត់ចាស់ហើយកូនត្រូវចិញ្ចឹមគាត់វិញកិច្ចចាំងនេសង្ក្រេសាមិបើគាត់មានកិច្ចរវល់អីឲ្យកូនមកជួយការងារនោះកលវង្សង្តបេសាមិឲ្យកូនចៅប្រតិបត្តិសមគួរជាអ្នកទទួលក៏កាន់តាមទំនៀមរបស់គាត់ធ្លាប់មានជំនឿយ៉ាងណាកូនត្រូវធ្វើតាមថែរក្សាពូជពងវងតកូលទាយាចាំងបដិបជាមិគេអកដែលម៉ែឪចែកឲ្យថែរក្សាឲ្យបានគង់វងកុំចេះតែលក់ខ្ទេចលក់ខ្ទីទុកអនុស្សាវរីយ៍គាត់ផងនេះម៉ែឪនៅរស់បើស្លាប់ទៅហើយតេខេណាំងអនុបទៈសាមិឲ្យកូនចៅធ្វើបុណ្យឧទ្ទិសកុសលទៅឲ្យគាត់ទួនាទីទាំង5យ៉ាងនេះកូនកំពុងតែនាំគ្នាកាន់តាមហើយដូច្នេះទោះបីម៉ែឪដែលស្លាប់ទៅនោះយើងមើលឃើញក៏ដោយមើលមិនឃើញក៏ដោយក៏យើងត្រូវតែធ្វើដែរព្រោះវាជាទួនាទីរបស់យើងជាកូនទោះបីចម្រើនបជនជូនម៉ែឪគាត់បានអាយុជាង100ក៏ដោយបានតែ100គត់ក៏ដោយឬក៏យើងមើលមិនឃើញថាបានប្រមាណក៏ដោយក៏ត្រូវតែធ្វើដែរព្រោះជាទួនាទីរបស់យើងកូនកាន់បានតាមទួនាទីនេះប្រពៃណាស់អ្នកណាមិនដឹងទួនាទីនេះចាស់ពីដើមគាត់ជេរថាអាមិនដឹងទិសមិនដឹងតំបន់ហើយអាមិនបានជាគេជេរអាមិនដឹងទិសក្មេងពីដើមបើកាលណាគេជេរថាអាមិនដឹងទិសក្មេងនោះដឹងប៉ុន្តែក្មេងឥឡូវនេះបើជេរថាអាមិនដឹងទិសអាមិនដឹងតំបន់វាអត់ដឹងទេវាសើចថែមទៀតវាថាខ្ញុំមិនដឹងទិសខ្ញុំវាយ Google ខ្ញុំចេះរកទិសឆ្លាតរបស់គេមែនតាមពិតចាស់គាត់ជេរថាមិនដឹងទិសមិនដឹងតំបន់សំដៅទៅលើកូនមិនដឹងទិសទាំង6រឿងសេកេលកៈសូត្រហ្នឹងដែលព្រះអង្គសម្ដែងទូនីតិកូនហ្នឹងវាចេញមកពីបុរសម្នាក់ដែលឪពុកផ្ដាំថាកូនហើយអត់ពីឪពុកទៅកូនឯងទៅថ្វាយអង្គមទិសទាំង6ណាកូនបាទពុកកំភៃចាំខ្ញុំថ្វាយអង្គមទិសទាំង6ឪពុកស្លាប់បាត់ទៅកូនហ្នឹងមិនបានធ្វើបុណ្យឲ្យខ្មោចឪទេទៅថ្វាយអង្គមមែនតែនថ្វាយអង្គមក្រៅភូមិមកពីលិចពីកើតពីជើងពីត្បូងរាល់តែថ្ងៃរហូតថ្ងៃមួយព្រះអង្គយាងមកពេលព្រលឹមក៏ជួបសួរថាមនាលបរោះមាននុកណែឯងមានសក់មានមុខទៅទឹកជោកហើយទៅមកពីណាធ្វើអីបរោះនៅថាមកពីថ្វាយអង្គមទិសទាំង6ព្រះអង្គរាប់អានពីឪពុកផ្ដាំថាពេលគាត់ស្លាប់ទៅឲ្យថ្វាយអង្គមទិសទាំង6ឥឡូវថ្វាយអង្គមតាមហើយព្រះអង្គថាមិនមែនអញ្ចឹងទេមាននប់យល់ខុសហើយឪពុកមិនអាចនៅថែរក្សាកូនរហូតទេប៉ុន្តែឪពុកផ្ដាំធម៌6យ៉ាងបើកូនកាន់ធម៌6យ៉ាងនោះបានឪពុកម្ដាយស្លាប់ទៅមែនប៉ុន្តែដូចអត់ស្លាប់ទេដូចនៅជាមួយកូនជានិច្ចគឺកុំឲ្យកូននឹងទៅប្រព្រឹត្តអបាយមុខទាំង6មានលបែងស្រីស្រាពាលាភ្នាល់គ្នាដើរលេងហួសពេលវេលាខ្សែគប់បាបប្រមិតជាដើមបើកូនកាន់បានទ្រព្យសម្បត្តិគេអកននៅទាំងអស់រស់នៅសុខសប្បាយដូចម៉ែឪនៅជាមួយអញ្ចឹងប៉ុន្តែបើកូនទៅប្រព្រឹត្តអបាយមុខទាំង6នេះហើយម៉ែឪស្លាប់ទៅកូនហិនហោចចឹងម៉ែឪទៅឆ្ងាយគ្មាននរណាថែកូនទេកូននឹងហិនហោចលំបាកណាស់ព្រះអង្គសម្ដែងទោសនៃការប្រព្រឹត្តខុសទាំង6នោះឲ្យស្ដាប់ដូចជាដើរលេងហួសពេលវេលាទៅបង្កតំណោះក៏មានគ្រោះថ្នាក់ចរាចរណ៍ក៏មានចោលលួចទ្រព្យសម្បត្តិឯផ្ទះនេះក៏មានដេកមិនគ្រប់ធ្លាក់ខ្លួនឈឺក៏មានទៅជន់ដានជើងចោលក៏មានហើយដូច្នេះហើយទៅខ្សែគប់ខុសជាមួយមិត្តភ័ក្តិអីក៏មានទៅជន់មេរោគនាំជំងឺចូលផ្ទះក៏មានអញ្ចឹងទោសកំហុសច្រើនណាស់អ្នកដើរលេងយប់ហើយអ្នកប្រព្រឹត្តខ្ជិលច្រអូសជាដើមទៅអត់បានចេញញើសអត់បាន
សម្អាតផ្ទះសម្បែងដីជុំវិញទុកឲ្យដោះព្រៃដោះស្មៅឬក៏វាលច្រាញ់ទៅសក្រីទៅជីទៅម្ទេសមិនចេះដាំចាំតែទិញគេស្រាប់ណាអស់លុយណាដាក់ជាតិគីមីពុលណាសម្រាមពេញជុំវិញផ្ទះខ្លួនឯងក៏មិនបានបញ្ចេញញើសកើតជំងឺឈឺអស់លុយបន្ថែមទៀតហើយបើធ្វើខ្លួនឯងបានបញ្ចេញជាតិពុលសុខភាពល្អមិនជំងឺដំណាំដាំដុះគ្មានគីមីហូបទៅមានកម្លាំងមិនខ្ចីអស់លុយមិនសមទុកអ្នកខ្លះថាកុំទៅគិតអី1100ទិញទៅគេក៏បានប៉ុន្តែ1000រាល់ថ្ងៃគុណទៅរាប់លានឯណោះបានលោកសំដែងលំអិតអស់ពីរឿងខ្ជិលច្រអូសសែបគប់បាបប្រមិតអីទៅនាំមានទោសហើយចុងក្រោយព្រះអង្គបញ្ជាក់ប្រាប់ថាមនាលមាននប់ទិសទាំង6គេរាប់អញ្ចែកទិសខាងកើតតំណាងឲ្យទិសមេត្តាបិតាទិសខាងត្បូងគឺតំណាងឲ្យគ្រូអាចារ្យទិសខាងលិចជាបុត្រភរិយាទិសខាងជើងជាមិត្តសម្លាញ់ទិសខាងលើជាសាមណៈព្រាហ្មណ៍ទិសខាងក្រោមជាទេសកម្មករថ្វាយអង្គមទិសទាំង6មានន័យថាអនុគ្រោះមនុស្ស6ក្រុមនៅជុំវិញយើងនេះអញ្ចឹងបើកូនណាមិនដឹងមនុស្ស6ក្រុមហ្នឹងហើយដែលគេជាអាមិនដឹងទិសហើយញោមណាមិនវិញទិសទេមកពីយើងមិនដឹងញាត6ក្រុមហ្នឹងបានគេជាមិនដឹងទិសបានព្រះអង្គថាថ្វាយអង្គមទិសខាងកើតមានន័យថាទិសម៉ែឪគឺបើម៉ែឪនៅរស់ចិញ្ចឹមគាត់ទៅហើយបើគាត់ស្លាប់ទៅធ្វើបុណ្យឲ្យគាត់ឯថ្វាយអង្គមទិសខាងត្បូងកុំភ្លេចគុណគ្រូបើជួបគាត់ធ្វើបុណ្យជូនគាត់នៅរស់ជួយតាមរស់បើគាត់ស្លាប់ធ្វើបុណ្យឲ្យគាត់ផងទិសខាងលិចបុត្រភរិយាបើគ្នានៅរស់សង្គ្រោះតាមរស់បើស្លាប់ហើយធ្វើបុណ្យឲ្យផងទិសខាងជើងជាមិត្តសម្លាញ់បើគ្នានៅរស់សង្គ្រោះតាមបែបរស់បើគ្នាស្លាប់ហើយទៅធ្វើបុណ្យឧទ្ទិសឲ្យគ្នាផងទិសខាងលើសាមណៈព្រាហ្មណ៍ធ្លាប់គោរពអង្គណាសាមណៈសាមណេរភិក្ខុអង្គណាបើលោកសគត់ហើយធ្វើបុណ្យឲ្យលោកផងទិសខាងក្រោមទេសកម្មករកូនចៅខ្ញុំបង្រើយើងបើគ្នានៅរស់សង្គ្រោះតាមរស់បើគ្នាស្លាប់ហើយធ្វើបុណ្យឲ្យផងនេះសង្គ្រោះដល់មនុស្ស6ក្រុមមែនទេសោះឯងអត់ដឹងខំមកទៅថ្វាយអង្គមទិសមែនតែនត្រង់ខ្មោចឪពុកអត់ដឹងសោះដូច្នេះហើយបានជាព្រះអង្គសម្ដែងបំភ្លឺប្រាប់ម្ដាយឪពុកស្លាប់ទៅអត់បានធ្វើបុណ្យឲ្យអាឡ័យទៅថ្វាយអង្គមទិសមែនតែនបានព្រះអង្គសម្ដែងប្រាប់មកបានគេចេះចាប់ផ្ដើមធ្វើបុណ្យជូនម៉ែឪពេលស្លាប់ទៅទល់សពថ្ងៃហ្នឹងណាញោមណា